ពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបាទបានមកទស្សនានៅទឹកដីកម្ពុជាក្រោមហ្នឹងហើយក៏បានថតផ្តិតនៅរូបភាពវត្តពុទ្ធសិរីកំពង់នៅវត្តកំពង់ទីរួមខេត្តត្រវិញហ្នឹងហើយខ្មែរយើងច្រើនថាខេត្តព្រះត្រពាំងហ្នឹងឯងបាទឥឡូវបានថតផ្តិតរូបភាពនៅពេលព្រឹកម៉ោង 7 ព្រឹកណានេះជាព្រះវិហារនៅកម្ពុជាក្រោមបាទទឹកដីកម្ពុជាក្រោមបាទវត្តមានសភាពស្ងប់ស្ងាត់ជាធម្មតាស្ងាត់វត្តនៅវត្តកំពង់ហ្នឹងហើយអ្នកដែលមានអារម្មណ៍មិនល្អតបប្រមល់ stress ហ្នឹងយើងមកវត្តទៅធ្វើអារម្មណ៍យើងស្រស់ថ្លាណាមានពុទ្ធពធប្រសង់ជាទីពឹងជាទីរលឹកអញ្ចឹងណាបាទរៀនសិលភាវនាជីវិតយើងទៅគ្មានអ្វីយកទៅបានទេគ្រាន់តែបញ្ញខណ្ឌជីវិតនៅរស់នោះវាត្រូវការបច្ច័យ4ហ្នឹងហើយបាយទឹកម្ហូបចំណីទីស្នាក់នៅអីចឹងទៅតែបើយើងអស់កម្មអស់ពីវិរិយហ្នឹងអាហ្នឹងនេះហើយវាទៅតាមនឹងទៀតបាទទស្សនភាពការស្អាតបាទវត្តកំពង់យើងនេះឯងបាទដើមហៅដើមបោះព្រឹកបោះដើមរីកបោះព្រឹកដើមបោះព្រឹករីកបោះបាទខាងក្រោយផ្កាបាទវត្តទីធ្លាធំទលាយនឹងនៅទីរួមខេត្តតែម្ដងនៅក្នុងខេត្តព្រះត្រពាំងគឺខេត្តត្រវិញគឺតែម្ដងបាទបងប្អូនអាចមើលខ្លងទ្វារនេះខ្លងទ្វារបាទខ្លងទ្វារវត្តកំពង់ហើយបាទហ្នឹងហើយទេសភាពស្អាតណាពេលព្រឹកទេសភាពស្អាតហើយចាប់អារម្មណ៍ទេសភាពបាទខ្ញុំបានមកកំសាន្តក៏បានថតផ្តិតរូបភាពចែកជូនបងប្អូនបានមើលទស្សនាលើទស្សនវិជ្ជាទឹកដីកម្ពុជាក្រោមអញ្ចឹងណាហ្នឹងហើយវត្តខ្មែរក្រោមក៏ដូចជាវត្តខ្មែរលើពេលនេះវប្បធម៌ដូចតែគ្នាអញ្ចឹងណាបាទទស្សនវិជ្ជាសុខភាពការក៏រីកស្គុះស្គាយល្អបាទហ្នឹងហើយមានដើមឈើធំដើមឈើនេះបងដើមឈើធំតិចដើមឈើធំជាក់ស្រៀបតែម្ដងបាទហ្នឹងហើយឥឡូវចឹងខ្ញុំធ្វើដំណើរតទៅមុខទៀតហើយសូមជម្រាបលាបងប្អូនទាំងអស់ហ្នឹងហើយឃើញផ្កាស្អាតទេហ្នឹងហើយសូមជូនពរពុកម៉ែបងប្អូនទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសអំពីខ្ញុំពីកម្ពុជាក្រោមណាជូនពរបងប្អូនឲ្យមានសុខភាពល្អកម្លាំងមាំមួនប្រឆាំងទុក្ខសោករោគភ័យជំងឺរំកាត់ទាំងឡាយទាំងពួងបើវាជាឆ្ងាយហ្នឹងហើយសូមឲ្យប្រកបការងាររស់ស៊ីគ្រូទានចេះតែមានចេះតែបានហេងចាប់តាំងពីពេលនេះតរៀងទៅបាទសូមអរគុណជម្រាបលាពុកម៉ែបងប្អូនអរគ្នាបាទសូមជម្រាបលាបាទ